ញ៉ាំជាមួយបបរសក៏បានបាយកកក៏ឆ្ងាញ់តើបងប្អូនណាខ្លះធ្លាប់ហូបចេកពៅផ្អែមជាមួយនឹងពោតស្ងោរតោះជិតដល់រដូវពោតស្ងោរហើយមករៀនធ្វើចេកពៅផ្អែមហូបទាំងអស់គ្នាបងប្អូនមុនដំបូងខ្ញុំមានឆៃថាវចំនួន2គីឡូដោយសារតែខ្ញុំទិញឆៃថាវនេះមកអត់សូវល្អអញ្ចឹងហើយខ្ញុំចិត្តសម្បកចេញបើសិនជាឆៃថាវបងប្អូនសល្អអីយើងអាចធ្វើទាំងសម្បកក៏បានដែរអត់បាច់ចិត្តដូចខ្ញុំទេក្រោយពីចិត្តសម្អាតរួចហើយយើងយកទៅលាងទឹកឲ្យស្អាតសិនមកបន្ទាប់មកខ្ញុំយកមកពុះជាចំណិតតូចៗយើងហាន់ជាច្រវាមូលតូចៗចឹងមកបងប្អូនទើបយើងប្រឡាក់ទៅឆាប់ចូលជាតិល្អក្រោយពីហាន់ឆៃថាវយើងរួចអស់ហើយនេះខ្ញុំយកមកប្រឡាក់អំបិលហើយចំពោះអំបិលវិញគឺយើងប្រើអំបិលក្រួសចំនួន100ក្រាមឆៃថាវ2គីឡូនេះហើយយើងប្រើអំបិលក្រួស100ក្រាមបន្ទាប់មកហើយយើងប្រឡាក់ឲ្យបានសព្វគ្នាល្អយើងប្រឡាក់ហើយយើងក្លុកទៅដើម្បីឲ្យវាបានចូលសព្វគ្នាល្អបន្ទាប់មកខ្ញុំគ្របទុកចោលមួយយប់បន្ទាប់ពីផ្អាប់បានមួយយប់ហើយឥឡូវនេះយើងយកមកបើកមើលបងប្អូនហើយនិយាយពីថាទឹកចេញច្រើនមែនតើហើយទឹកនេះយើងអត់យកទេយើងចាក់ចោលហើយយើងដាក់ចាក់ដាក់កញ្ច្រែងមួយហើយយើងត្រងដើម្បីឲ្យវាស្រស់ទឹកសិនបន្ទាប់មកហើយយើងយកទៅដាក់ហាលបងប្អូនបាច់ហាលយូរពេកយើងហាលត្រឹម3ម៉ោង2ម៉ោងអីបានហើយបើសិនជាមានថ្ងៃល្អតែបើអត់សូវមានកម្ដៅថ្ងៃទេយើងអាចហាលមួយថ្ងៃបានបើសិនជាអត់មានកម្ដៅថ្ងៃអីបងប្អូនអាចហាលនៅក្នុងម៉ាស៊ីនក៏បានដែរតែយើងហាលឲ្យស្ងួតមកល្មមមើលបានហើយមិនបាច់ស្ងួតខ្លាំងពេកទេឥឡូវនេះខ្ញុំហាលបាន3ម៉ោងបងប្អូនឃើញថារៀងស្ងួតមកល្មមយើងចាប់ដាក់ក្នុងចានធំមួយមកបន្ទាប់មកខ្ញុំប្រើស្ករអំពៅចំនួន250ក្រាមស្ករអំពៅនេះយើងអត់បាច់កន្លោចអីទេបងប្អូនយើងដាក់ស្រស់ចឹងតែម្ដងហើយស្ករនេះវាមានជាតិក្រហមស្រាប់ផងយើងច្របល់តតែសប់មែនតើណាបងប្អូនមើលថាស្ករហើយនឹងឆៃថាវយើងបានសប់គ្នាល្អហើយយើងគ្របផ្អាប់ទុកចោលមួយអាទិត្យបងប្អូនធ្វើរបៀបនេះយើងអត់បាច់ប្រឡាក់ស្ករពីរដងទេបងប្អូនយើងប្រឡាក់ស្ករតែម្ដងនេះគឺថាបានតែម្ដងក្រោយពីផ្អាប់មួយអាទិត្យហើយបងប្អូនយើងបើកចេញមកចេកពៅយើងគឺថាល្អមែនតើបងប្អូនឡើងក្រហមយើងច្របល់តិចទៅបើបងប្អូនចង់ហូបអញ្ចឹងក៏បានដែរឬមួយក៏បងប្អូនចង់ទុកបានយូរយើងយកទៅហាលថ្ងៃទៅយើងឥឡូវនេះខ្ញុំស្រង់ដាក់កញ្ច្រែងមួយឲ្យមើលឲ្យស្រស់ទឹកសិនឆៃពៅនេះយើងទុករាប់ឆ្នាំអត់ចេះខូចទេបងប្អូនតែបងប្អូនដាក់ក្នុងទូទឹកកកកុំដាក់នៅខាងក្រៅឥឡូវនេះខ្ញុំយកទៅហាលថែម2ទៅ3ម៉ោងទៀតដើម្បីឲ្យវាស្រស់ទឹកបន្តិចតែយើងអត់ឲ្យស្រស់ខ្លាំងពេកទេវានៅសើមតិចអញ្ចឹងស្រួយឆ្ងាញ់បងប្អូនហើយយើងដាក់ក្នុងទូទឹកកកទៀតគឺថាកាន់តែឆ្ងាញ់ហើយបងប្អូនធ្វើវិធីនេះទុកបានយូរមែនតើខ្ញុំទុកឡើង1ឆ្នាំជាងបងប្អូនគឺថាអត់ចេះខូចទេហើយវិធីនេះគឺថាអត់ចំណាយពេលច្រើននេះយើងធ្វើតែមួយអាទិត្យអីគឺបានហូបហើយ